បាទជំរាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុននិងក្រៅជប៉ុនអស់គ្នាផងដែរបាទហើយសំខាន់ថ្ងៃនេះក្មេងតូចបានមហាត់រាំរបាំនៅវត្តខ្មែរសាមគ្គីនៅខេត្តខាណាកវៈប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងគាត់ចាប់អារម្មណ៍វប្បធម៌ប្រពៃណីខ្មែរហើយគាត់ខំប្រឹងរាំខំប្រឹងរៀនខំប្រឹងជួយផ្សព្វផ្សាយដល់ខ្មែរដែរអញ្ចឹងបាទអញ្ចឹងកុំថាខ្ញុំបខំទេបាទមានបខំអីទេគឺមនុស្សធំអស់ហើយបខំអត់បានទេហើយណាមួយជាទឹកចិត្តរបស់គាត់ហើយជាការស្រឡាញ់របស់គាត់ដែរអញ្ចឹងបាទចឹងជួយគ្រប់គ្រងគាត់ផងបាទកូនជប៉ុនហាត់របាំខ្មែរនៅក្នុងប្រទេសជប៉ុនហើយបើមានឱកាសអីគាត់នឹងឡើងរួមឡើងអីទៀតចឹងបាទមិនស្រួលទៅរួមនៅខ្មែរនៅអីទៀតអាចថានៅក្រៅប្រទេសនៅអីបានច្រើនទៀតចឹងបាទចឹងដើម្បីជួយផ្សព្វផ្សាយដល់វប្បធម៌ប្រពៃណីខ្មែរហើយយើងជាខ្មែរក៏ត្រូវតែជួយគ្រប់គ្រងជួយផ្សព្វផ្សាយទាំងអស់គ្នាផងដែរបាទហើយទស្សនវិជ្ជានេះគឺក្រុមរបស់វត្តខ្មែរសាមគ្គីទាំងអស់គ្នាអញ្ចឹងបាទមានទាំងក្រុមតូចក្រុមធំអញ្ចឹងបាទហើយមួយទៀតខាងក្រុមគាត់ក៏ចង់បានកៅអៅចង់បានសម្លៀកបំពាក់ប្រពៃណីខ្មែរប្រពៃណីរបាំអីដែរអញ្ចឹងបាទអញ្ចឹងតែក្តីច្រើនក្តីអាចជួយជាសទ្ធាជួយបរិច្ចាគជួយផ្គត់ផ្គង់អីដែរបានអញ្ចឹងបាទដើម្បីយើងជួយផ្សព្វផ្សាយទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកទាំងនៅក្នុងប្រទេសជប៉ុននិងដើម្បីឲ្យក្រុមហ្នឹងមានអាចថាមានការផ្គត់ផ្គង់ទៅថ្ងៃក្រោយទៀតអញ្ចឹងបាទអញ្ចឹងអរគុណច្រើនមានការខ្វះខាតអីសូមជួយណែនាំផងបាទ